សង្កេតឃើញថាគេចុចចិត្តខ្ចប់អាហារក្តៅនៅក្នុងថង់ប្លាស្ទិកចំពោះចំណុចហ្នឹងតើវាមានផលប៉ះពាល់ដល់សុខភាពរបស់អ្នកញ៉ាំអត់សម្រាប់ម្ហូបដែលក្តៅដាក់នៅក្នុងថង់ប្លាស្ទិកជាទូទៅអានឹងយើងអត់ណែនាំឲ្យញ៉ាំញឹកញាប់ពេកទេព្រោះដូចយើងដឹងអញ្ចឹងថានៅក្នុងថង់ប្លាស្ទិកវាមានទាំងសារធាតុ BPA មានសារធាតុបង្កទៅជាជំងឺមហារីកជាដើមអញ្ចឹងកាលណាយើងញ៉ាំវាញឹកញាប់ពេកវាអាចប៉ះពាល់សុខភាពយើងអាចប្រើវិធីផ្សេងជៀសវាងឬក៏មានប្រអប់ផ្ទាល់ខ្លួនដែលធ្វើមកពីកែវឬក៏ប្រភេទដូចជាប្រអប់អ៊ីណុកអីជាដើមដែលអាចរក្សាកម្ដៅបានដែលយើងអត់ប្រើប្រាស់អាសារធាតុទាំងអស់ហ្នឹងព្រោះកាលណាយើងដូចបញ្ជាក់ខាងលើអញ្ចឹងកាលណាយើងញ៉ាំប្រភេទអាហារដែលក្តៅដាក់ក្នុងអាសារធាតុប្លាស្ទិកហ្នឹងវានឹងធ្វើអាសារធាតុពុលអស់ហ្នឹងវាចេញមកនៅក្នុងអាហារយើងញ៉ាំយូរយើងអាចបង្កទៅជាជំងឺណាមួយដែលយើងអត់អាចទាយទុកមុនបានទេអញ្ចឹងការពារយើងប្រសើរជាងព្យាបាល